ភាពខុសគ្នារវាងកម្មវិធីមង្គលការនៅក្រុងភ្នំពេញនិងរវាងកម្មវិធីមង្គលការនៅឯជនបទមានបងប្អូនឆាតមកសួរខ្ញុំថាហេតុអីនៅក្នុងកម្មវិធីមង្គលការនៅឯភ្នំពេញហើយនៅខេត្តមានភាពខុសគ្នាចឹងបងប្អូនអាចមើលនៅក្នុងវីដេអូនេះបានខ្ញុំនឹងបកស្រាយឲ្យបញ្យល់ប្រាប់បងប្អូនថាហេតុអីបានជាកម្មវិធីនៅភ្នំពេញហើយនៅខេត្តមានភាពខុសគ្នាចាបងប្អូនតាក់ទងជាមួយនឹងកម្មវិធីប្រពៃណីមិនថាទាំងភ្នំពេញឬក៏នៅខេត្តទេគឺសិតសឹងតែយើងអាចនិយាយបានថាកម្មវិធីតែមួយទេការប្រពៃកម្មវិធីអីគឺដូចគ្នាទាំងអស់តែអ្វីដែលមិនដូចគ្នានោះគឺតាក់ទងជាមួយនឹងថ្ងៃកម្មវិធីដោយសារតែយើងឃើញថានៅឯជនបទតែងតែរៀបចំកម្មវិធីមង្គលការ2ថ្ងៃគឺយើងមានថ្ងៃចូលរោងនិងថ្ងៃការផ្ទាល់តែម្ដងតាក់ទងជាមួយនឹងថ្ងៃចូលរោងនោះដែរឃើញថាអ្នកនៅជនបទភាគច្រើនគឺគាត់មានការក្រុងពលីសូត្រមន្តជាវខាន់ស្លាឬក៏បុកលាក់ទៅតាមកិច្ចកម្មវិធីប្រពៃណីដែលគាត់ចង់ប្រារព្ធសម័យបច្ចុប្បន្ននេះយើងឃើញថាអ្នកនៅភ្នំពេញភាគច្រើនគឺគាត់ប្រារព្ធកិច្ចកម្មវិធីតែមួយថ្ងៃទេហើយបើសួរថាចុះកិច្ចកម្មវិធីតែមួយថ្ងៃអញ្ចឹងមានអីខ្លះទៅហើយរៀបចំមិនទាន់នៅដោយសារតែយើងបានឃើញកន្លងមកភាគច្រើនគឺយើងរៀបចំជា2ថ្ងៃមានថ្ងៃចូលរោងហើយនិងថ្ងៃកម្មវិធីផ្ទាល់តែម្ដងចា៎បងប្អូនជាក់ស្ដែងកម្មវិធីតែមួយថ្ងៃក៏យើងអាចរៀបចំបានដែរព្រោះជាបទពិសោធន៍ក្រុមការងារឧត្តមប្រណិត Wedding Planner យើងខ្ញុំអាចជួយរៀបចំចាស់កម្មវិធីបានទៅយ៉ាងរលូនចំពោះកិច្ចកម្មវិធី2ថ្ងៃមិនមែនថាបងដែលនៅក្នុងក្រុងភ្នំពេញគាត់មិនចង់រៀបចំទេក៏ប៉ុន្តែជាផ្នែកមួយដែលអាចជួយសែវថវិកាគាត់បានច្រើនមែនតើដោយសារតែដូចបងប្អូនដឹងស្រាប់ចឹងនៅឯខេត្តយើងរៀបចំកម្មវិធីមង្គលការយើងមានផ្ទះខ្លួនឯងឬក៏យើងរៀបចំនៅផ្ទះនៅអីចឹងគឺអត់អស់លុយបន្ថែមតាក់ទងជាមួយនឹងការជួលអគារជួលអីទេតែតាក់ទងជាមួយនឹងភ្ញៀវដែលនៅភ្នំពេញជួនកាលគាត់ត្រូវជួលអគារដើម្បីរៀបចំកម្មវិធីជាក់ស្ដែងជាបទពិសោធន៍ក្រុមការងារឧត្តមប្រណិតយើងរៀបចំជូនម្ចាស់កម្មវិធីតាក់ទងជាមួយនឹងកម្មវិធីមួយថ្ងៃគឺឃើញថាមានតាក់ទងជាមួយនឹងកម្មវិធីក្រុងពលីសូត្រមន្តហើយយើងឈានចូលទៅដល់កម្មវិធីហែចំនួនបំពាក់អញ្ជៀនកាត់សក់ហើយផ្ទឹមសែនចង់ដៃហ្មងអញ្ចឹងបើសិនជាបងប្អូនចង់រៀបចំតាក់ទងជាមួយនឹងកម្មវិធីមានជាវខាន់ស្លាឬក៏បុកលាក់បន្ថែមទៀតនឹងយើងអាចឈានចូលទៅដល់អាចរៀបចំកម្មវិធី2ថ្ងៃមិនអាចតន់តាក់ទងជាមួយនឹងកិច្ចកម្មវិធីទាំងអស់ហ្នឹងណាអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេតែបើសិនជាបងប្អូនមានចម្ងល់តាក់ទងជាមួយនឹងកិច្ចកម្មវិធីប្រពៃណីហើយឬក៏ចង់ដឹងតាក់ទងជាមួយនឹងថាតើកម្មវិធីមង្គលការរបស់បងប្អូនចង់រៀបចំប្រហែលថ្ងៃចង់ធ្វើកម្មវិធីណាខ្លះអាច comment ខាងក្រោមនេះបានខ្ញុំនឹងបកស្រាយជូនបងប្អូនទាំងអស់គ្នាឲ្យយល់ឲ្យដឹងកាន់តែច្បាស់អំពីកម្មវិធីប្រពៃណីនិងការរៀបចំកម្មវិធីពីមួយទៅមួយបងប្អូនអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នេះទេជម្រាបលាជួបគ្នានៅវីដេអូក្រោយ